មូលហេតុអីបានខ្ចីគេមួយសោះអាចឡើងដល់ខ្ទង់10លោកគ្រូឧទាហរណ៍4ខ្ចីពី6តែ1ទេឡើងដល់14បាទតោះទៅមើលមូលហេតុទាំងអស់គ្នាតោះអូខេឥឡូវខ្ញុំសូមប្រាប់ពីមូលហេតុដែលខ្ចីគេមួយហើយហេតុអីបានដល់ទៅ10ណាដោយសារអីណាដោយសារតម្លៃខ្ទង់របស់វាពីមួយខ្ទង់ទៅមួយខ្ទង់គឺវាមានតម្លៃខុសៗគ្នាឥឡូវនេះខ្ទង់រាយគឺមានតម្លៃរាយណាមកខ្ចីគេនៅខ្ទង់10គេនៅខ្ទង់10បើវានៅក្នុងខ្ទង់10គឺ1ប៉ុន្តែដល់ពេលយកមកដាក់នៅខ្ទង់បន្ទាប់នៅខ្ទង់ដែលទូជាងគឺ1 10ណាអញ្ចឹងវាខុសគ្នាពីមួយខ្ទង់ទៅមួយខ្ទង់គឺខុសគ្នា10ដងណាចានេះ5ខ្ចីអស់1គឺនៅសល់4អញ្ចឹងយក1មកដាក់នៅខាងនេះយក1នេះគឺ1 10ណាយកមកដាក់នៅខាងនេះអញ្ចឹងគឺយើងបាន10ហើយបាន10ហើយ1 10ដល់ពេលអានេះណាវាខុសគ្នាណាខុសគ្នាពីមួយខ្ទង់ទៅមួយខ្ទង់គឺតម្លៃគឺ10ដងបើយើងនិយាយឲ្យស្រួលស្ដាប់គឺលេខដែលយើងប្រើរាល់ថ្ងៃគឺលេខប្រព័ន្ធគោល10ណាបែបតែយើងនិយាយទៅគឺវារៀងជ្រៅដោយសារនៅបឋមសិស្សគាត់អត់យល់ទេថាស្អីគេប្រព័ន្ធគោល10តែបើអ្នកដែលរៀនដល់ថ្នាក់ធំអាចយល់ថាប្រព័ន្ធគោល10ហ្នឹងស្អីគេណាអញ្ចឹងប្រព័ន្ធគោល10អញ្ចឹងបានន័យថាយើងខ្ចីគេមួយគឺបាន10ពីព្រោះតម្លៃពីមួយខ្ទង់ទៅមួយខ្ទង់គឺវាខុសគ្នា10ដងណាខុសគ្នា10ដងអញ្ចឹងខ្ចីបានឲ្យ10ដក2គឺបានប៉ុន្មានបាទ8 4នេះដក6អត់កើតទេអញ្ចឹងត្រូវមកខ្ចីពីណាមកខ្ចីពី6នេះ6នេះគេខ្ចីអស់ហើយនៅសល់តែ5នេះឡើងបានយក1មកដាក់ខាងនេះតែ1នេះ1 10យកមកដាក់មកយ៉ាកាមេរ៉ាមិនអត់ focus យកមកដាក់មកគឺ1 10អញ្ចឹង10យកមកដាក់ជាមួយនឹង10ជាមួយនឹង4នេះគឺបាន14ណាចានេះគឺអត់មើលទេអញ្ចឹង14ដក6មក14ដក6គឺនៅសល់8អានេះ5នេះដក7អត់កើតត្រូវខ្ចីពី6នេះទៀតនេះខ្ចីពី6នេះអញ្ចឹងអានេះនៅសល់5អញ្ចឹង1នេះគឺ1 10ចានេះបាន15បាន15អានេះគឺឈប់មើលអញ្ចឹង15ដក7មកគឺសល់8អានេះ5ដក1គឺ4ចានេះទៅលេខចោះមកគឺមានតែប៉ុណ្្នឹងឯងនេះចម្លើយមានប៉ុណ្្នឹង